ខ្សែអាពាហ៍ពិពាហ៍បង្ហាញអំពីទំនាក់ទំនងប្តីប្រពន្ធនិងកូនចៅចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមកបង្ហាញអំពីការបង្រៀនមើលពីខ្សែអាពាហ៍ពិពាហ៍ចាត្រង់នេះចាមិនសូវជាមានចាអ្នកសិក្សានៃការបាត់ណៃបង្ហាញប្រហែលទេដោយសារតែត្រង់នេះគេមិននិយាយឲ្យផលភាគរយត្រូវ 100% ទេហេតុអីបាននិយាយអញ្ចឹងក្បួនមិនច្បាស់ឬយ៉ាងណាថាបើពាក់ព័ន្ធនឹងជីវិតគូ 100% គឺត្រូវចាតែបើសម្រាប់ជីវិតកូនវិញគេថាមើលទៅលើដំណើរជីវិតមានកូនប្រុសកូនស្រីកូនប្រហែលអ្នកហ្នឹងចាគឺទៅតាមដៃចាដៃខ្លះបង្ហាញច្បាស់ដៃខ្លះបង្ហាញមិនច្បាស់តែបើដៃដែលមានខ្សែច្បាស់ដូចជាដៃដែលខ្ញុំកំពុងបង្ហាញនេះហាចាគឺ 100% ហ្មងអត់ខុសទេចាឥឡូវយើងមើលសម្រាប់ដៃដែលច្បាស់ចាដៃដែលច្បាស់គឺគេមើលបែបម៉េចឥឡូវទី1យើងមើលសិនខ្សែអាពាហ៍ពិពាហ៍នៅបរិវេណនៅត្រង់ក្រោមកូនដៃនេះណាចាអញ្ចឹងយើងមើលសម្រាប់ខ្សែអាពាហ៍ពិពាហ៍របស់គាត់ចាយើងរាប់មើលសិនដំបូងចាយើងរាប់មើលសិនតើខ្សែអាពាហ៍ពិពាហ៍របស់គាត់មានប្រមាណចាឥឡូវយើងដូរពណ៌សិនចាដើម្បីឲ្យចាស្រួលមើលណាចាអញ្ចឹងយើងគូសមើលទៅចាសម្រាប់ខ្សែអាពាហ៍ពិពាហ៍របស់គាត់ចាគឺមានប្រមាណចាត្រង់នេះគឺចា1ចាអានេះគឺអាពាហ៍ពិពាហ៍នៅវ័យក្មេងចាអាពាហ៍ពិពាហ៍ដែលគេហៅថានៅក្មេងមែនទែនក្រោមពី25ទៀតណាចារួចហើយខ្សែអាពាហ៍ពិពាហ៍ទី2គឺត្រឹមនេះចាពី25ឡើងទៅដល់37ឆ្នាំចារួចត្រង់នេះពី37ឆ្នាំឡើងទៅដល់ចានៅវ័យចាស់តែម្ដងគេដាក់ថាវ័យចាស់ចាហ្នឹងគឺចុងក្រោយគេចាអញ្ចឹងខ្សែអាពាហ៍ពិពាហ៍របស់គាត់គឺមានចាខ្សែអាពាហ៍ពិពាហ៍3ចាណាចាអញ្ចឹងថាអត្តន័យទី1គេថាមនុស្សដែលមានខ្សែអាពាហ៍ពិពាហ៍3បែបនេះគេថាមនុស្សដែលមានមុនស្នេហ៍ឬក៏ជាមនុស្សដែលមានជំនឿស្នេហ៍ច្រើនចាគេថាបើប៉និតមើលនៅលើខ្សែបេះដូងរបស់គាត់ខ្សែបេះដូងអត់ស្អាតទេគេថាអ្នកនឹងងាយនឹងបានរៀបការ3ដងឬក៏បានប្តី3ចាប៉ុន្តែបើតាមយើងអានេះប៉និតមើលនៅលើដៃទៀតមិនមើលតាមចំហៀងហ្នឹងឯណាចាប៉ុន្តែមានអ្នកខ្លះចាគាត់អត់មាន3នាក់ទេគាត់មានតែប្តីម្នាក់ក៏មានចាអ្នកខ្លះមានប្តី2នាក់ចឹងទៅតាមខ្សែគុណភាពរបស់វាតើវាបែកជា2ឬវាមានកោះមានអីឬអត់ចាអញ្ចឹងសម្រាប់ចាគុណភាពខ្សែនេះមិនមានកោះទេគ្រាន់តែថាចាគាត់មាន3ចាឥឡូវយើងមើលចាបងលេខ1លេខ2លេខ3បែបនេះដើម្បីឲ្យងាយស្រួលមើលអញ្ចឹងមើលសម្រាប់គុណភាពនៃខ្សែចាអាពាហ៍ពិពាហ៍នេះយើងត្រូវមើលថាតើខ្សែអាពាហ៍មួយក៏មានគុណភាពបែបណាអញ្ចឹងសម្រាប់ខ្សែទី1ចាគូទី1របស់ម្ចាស់បាតដៃចាគូទី1យើងឃើញថាចាលេខ1ណាមើលលេខ1មើលត្រង់កន្លែងលេខ1យើងឃើញថាខ្សែអាពាហ៍ពិពាហ៍របស់គាត់មិនមានកោះមិនមានខ្សែមកកាត់មិនមានខ្សែបែកជា2ទេត្រូវឯងត្រង់ស្អាតចាក៏ប៉ុន្តែយើងពិនិត្យមើលមានខ្សែតូចមួយនៅលើហ្នឹងណាចានៅលើហ្នឹងមិនតិចទេនេះចាមើលខ្ញុំគូឲ្យមើលណាចាមានខ្សែមួយនៅតូចលើហ្នឹងណាចាអញ្ចឹងសម្រាប់ខ្សែតូចនេះចាខ្សែពណ៌ក្រហមដែលខ្ញុំគូសហ្នឹងខ្សែហ្នឹងគឺអត់ល្អទេណាចាពិនិត្យមើលដៃខ្លះលាក់បន្តិចទេដៃខ្លះលាក់ចេញមករៀងក្រាស់ឲ្យធំចាអាហ្នឹងវាមានមិនមែនថាដៃលាក់ទេអាហ្នឹងវាមានតែពលវាមានអត្តន័យរបស់វាចាសម្រាប់ចាទី1បើសិនជាវាចេញមករៀងលាក់ដូចដៃនេះចារៀងលាក់បន្តិចបែបហ្នឹងមានន័យថាម្ចាស់បាតដៃប្តីកំពុងតែមានស្រីខាងក្រៅណាចាប្តីកំពុងតែមានស្រីខាងក្រៅហើយស្រីខាងក្រៅហ្នឹងមិនជាពេញមុខពេញមាត់ទេបែបលួចលាក់ស្ងាត់បំផុតចាព្រោះខ្សែនេះវាកប់នៅក្នុងដូចគ្នាណាបានន័យថាគាត់គ្រាន់តែខូចខលបែបលួចលាក់ប៉ុន្តែដូចថាមិនចោលប្រពន្ធកូនណាបែបលួចលាក់បើកម្រិតមួយទៀតវាច្បាស់ឲ្យវាលយមកផុតខ្សែដើមរបស់វាចាអាហ្នឹងគឺខ្លាំងហ្មងគាត់ថាយកពេញទីពេញមុខពេញមាត់ហ្មងដែលអាចធ្វើឲ្យយើងឈឺចាប់ខកចិត្តខកបំណងអាហ្នឹងគឺមានន័យអញ្ចឹងណាចាអាហ្នឹងលក្ខខណ្ឌដែលគាត់យកគូអាយុប្រហែលគេថាយកគូពីវ័យក្មេងរហូតមកដល់20ឆ្នាំ25ឆ្នាំសុំទោសមានន័យថាយកគូ25ឆ្នាំចុះក្រោមគឺនឹងជួបរឿងបែបហ្នឹងចាគឺនឹងជួបរឿងបែបហ្នឹងចាឥឡូវយើងទៅពិនិត្យមើលគុណភាពខ្សែអាពាហ៍ពិពាហ៍ទី2ចាខ្សែអាពាហ៍ពិពាហ៍ទី2របស់គាត់មិនមានបញ្ហាអ្វីទេចាត្រង់ស្អាតខ្សែទី3ក៏អត់មានបញ្ហាអ្វីដែរគ្រាន់តែវាវែងឆ្លោះទៅដល់ចានៃទួលអាទិត្យបន្តិចចាតែខ្សែទី3អត់សូវល្អរៀងបែកខ្នែងចាបានខ្សែកដាលខ្សែទី2ហ្នឹងគ្រាន់បែណាគ្រាន់បែចាអញ្ចឹងរឿងខ្សែអាពាហ៍ពិពាហ៍គេមើលបែបហ្នឹងណាចាគេមើលបែបហ្នឹងឥឡូវយើងមកមើលចាខ្សែកូនម្ដងណាចាខ្សែកូនចៅក៏មើលនៅលើខ្សែអាពាហ៍ពិពាហ៍នេះដែរឥឡូវខ្ញុំនឹងពង្រីកឲ្យចិត្តបន្តិចឲ្យបងប្អូនស្រួលមើលចាអានេះយើងរាប់ឃើញខ្សែប្រឈរតូចនៅលើហ្នឹងអត់ចាខ្សែហ្នឹងឲ្យគេហៅថាខ្សែកូនអញ្ចឹងខ្ញុំនឹងដូរពណ៌ស្រួលមើលចាអញ្ចឹងពាក់ព័ន្ធជាមួយនឹងចាខ្សែកូនគឺគេមើលខ្សែប្រឈរនេះឯងនេះណាចា1 2ឃើញដែរបើគាត់រៀបការនៅវ័យក្មេងគឺគាត់នឹងមានកូន2នាក់ណាគាត់នឹងមានកូន2នាក់បានកូន2នាក់ចាហើយយើងមើលទៀតតើលើនឹងមានកូនហ្នឹងគឺមានលក្ខណៈបែបម៉េចចាយើងទៅមើលនៅលើខ្សែគេថាកូនទី2របស់គាត់ហ្នឹងអាចនឹងបានចាអាចនឹងបានជាកូនភ្លោះចាឥឡូវយើងគូស2សិនព្រោះនេះក៏វាលោតឡើង2ដែរព្រោះមានកូន2ណាចាអញ្ចឹងខ្សែចាមួយទៀតខ្សែកន្លែងនេះណាចាខ្សែអែបជាមួយនឹងខ្សែកូន2នេះមានខ្សែមួយនេះចាបែកជា2ឃើញទេចាខ្សែដែលបែកជា2ហ្នឹងគឺជាខ្សែកូនភ្លោះអញ្ចឹងបានន័យថាក្នុងកម្រិតកូនក្នុង2ហ្នឹងមានន័យថាកូនទី1គឺអត់អីទេកូនធម្មតាមានតែមួយឯងរួចកូនទី2គឺជាកូនភ្លោះណាជាកូនភ្លោះចាអាហ្នឹងគឺអត្ថន័យបែបហ្នឹងចាមួយទៀតបើសិនជាគាត់ទៅយកគូនៅក្នុងជួរចាប់ពី25 26ទៅដល់30ជាងទៅសួរថាបានកូនប្រហែលនេះយើងរាប់ទៅនេះ1 2ឃើញចុងខ្សែ2ហើយក៏មានលក្ខខណ្ឌដែលក្នុង2ហ្នឹងគឺមានកូនភ្លោះដូចគ្នាចឹងមានន័យថាដៃរបស់គាត់នេះគឺមានលទ្ធភាពខ្ពស់
នឹងបានកូនភ្លោះណាចាបានកូនភ្លោះជាមនុស្សដែលបានកូនភ្លោះចាអញ្ចឹងគឺខ្សែអាពាហ៍ពិពាហ៍និងខ្សែកូនចៅគឺមេបែបហ្នឹងគេមើលបែបហ្នឹងចាអានេះខ្ញុំបញ្ជាក់ឲ្យហើយលក្ខខណ្ឌសម្រាប់អ្នកដែលមានគេថាមានខ្សែច្បាស់បែបនេះចាច្បាស់បែបនេះខ្ញុំហ៊ានធានា 100% គឺចាត្រូវហ្មងអត់ហ៊ានថាអត់មាននិយាយថា50ឬក៏85%ខ្ញុំថា 100% ហ្មងអត់តែច្បាស់អញ្ចឹងមើលឃើញ 100% អញ្ចឹងហ្មងចាសង្ឃឹមតែខ្ញុំបញ្យល់ប៉ុណ្ណេះបងប្អូនចេះមើលចាហើយយកទៅមើលដៃខ្លួនឯងថាអនាគតប្តីបែបណាចាកូនបែបណាគឺមើលទៅតាមនេះណាចាអរគុណច្រើនចា